នេះគឺជាប្រវត្តិព្រះមហាមុគលានដែលមានឈ្មោះពិតកោលៈមានទីកន្លែងកំណើតនៅភូមិកោលគៀមប្រទេសមគធព្រះមហាមុគលានកើតក្នុងគ្រួសារមានទ្រព្យសម្បត្តិនិងមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះព្រះសារីបុត្រតាំងតែពីតូចពួកគេទាំងពីរមានចិត្តចង់ស្វែងរកសេចក្តីពិតដែលហៅថានិព្វានដូច្នេះពួកគេបានចាកចេញពីគ្រួសារទៅស្វែងរកព្រះសេចក្តីដឹងបន្ទាប់ពីពួកគេបានធ្វើដំណើរជាយូរថ្ងៃក៏បានជួបជាមួយនឹងព្រះអាសាជីដែលជាសាវករបស់ព្រះពុទ្ធព្រះសារីបុត្រនិងព្រះមហាមុគលានបានស្ដាប់ធម៌បង្ហាញពីមូលហេតុនៃធម៌ទាំងឡាយពួកគេទាំងពីរមានសទ្ធាហើយបានទៅសូមបួសជាសិស្សរបស់ព្រះពុទ្ធបន្ទាប់ពីបួសរយៈពេលមិនយូរប៉ុន្មានផងព្រះមហាមុគលានបានសម្រេចអារម្មណ៍អរហន្តព្រះអង្គមានឥទ្ធិពលអស្ចារ្យបំផុតក្នុងចំណោមសាវកទាំងអស់មានដូចជាអាចហោះហើរលើអាកាសអាចទៅកាន់ឋានសួគ៌និងនរកអាចបំលែងរាងកាយបានហើយព្រះពុទ្ធបានប្រកាសថាក្នុងចំណោមសាវកដែលមានឥទ្ធិពលគឺព្រះមហាមុគលាននេះគឺជាសិស្សដែលល្អជាងគេបំផុតព្រះមហាមុគលានបានប្រើឥទ្ធិពលជួយសត្វជាច្រើនឲ្យរួចពីទុក្ខនានាចុងក្រោយព្រះអង្គត្រូវបានគេធ្វើឃាតដោយសារប្រជាជនមានការប្រឆាំងនឹងសាសនាប៉ុន្តែការស្លាប់នឹងគឺស្លាប់ដោយស្ងប់ចិត្តនិងចូលនិព្វានសួរលោកយាយលោកតាអំណោយមកពីកូនលោកតាអាចារ្យសួរហើយនឹងលោកយាយរួយគាត់ជាអតីតសិស្សរបស់អោកខ្ញុំបានលោកចឹងអញ្ចឹងបុណ្យរបស់អោកខ្ញុំគាត់មានអំណោយជូនលោកយាយតាចំនួន18អំណោយបាទអញ្ចឹងខ្ញុំសូមធ្វើការចែកអំណោយនេះជូនលោកយាយតាតំណាងគាត់បាទសូមអរគុណចាំពេលអីថាទៅទៅអីជូនបានជួយវិញនេះបាទស្អីពីលើក៏ខោប៉ះដល់ហើយណាយកហ្នឹងបាទចាំបានសាយចាំបានសាយហ៎បាទពីលើក៏ខោបាទដល់ចាស់ទៀនបាទយើងចាស់ទៀនកូនតាអោកូនតាអោបាទក៏ចម្រើនពរថ្ងៃនេះដែរអាត្មាសូមថ្លែងអំណរគុណដល់ញោមម្ចាស់ភេកអាណាចក្របញ្ញាក្អែកពីពរហើយដែលគាត់បានជួនថវិកាដល់ប្អូនស្រីចំនួន 100000 រៀលហើយអាត្មាក៏បានដកចែកជូនទៅដល់ប្អូនស្រីផ្ទាល់អញ្ចឹងអាត្មាសូមជូនពរពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីឃ្លាតឡើយសូមជូនពរទៅដល់ញោមម្ចាស់ភេកអាណាចក្របញ្ញាក្អែកនេះឲ្យមានតែសុខសុវត្ថិភាពរកស៊ីទទួលទានមានបានពរហើយអាត្មាបានដកបច្ច័យចំនួន 100000 រៀលជូនដល់ប្អូនស្រីដែលមានការខ្វះខាតដែលអាត្មាបានខុសរកជំនួយជូនដល់ប្អូនស្រីគឺអាត្មាដកជូនគាត់ពិតមែនតអាត្មាជូនពួកគាត់ដើម្បីឲ្យពួកគាត់សម្រាប់ការខ្វះខាតរបស់ពួកគាត់គឺចែកជូនទៅដល់លោកយាយដែលគាត់បានចិញ្ចឹមបីបាច់ចៅរបស់គាត់អញ្ចឹងបច្ច័យទាំងហ្នឹងអាត្មានឹងជូនទៅដល់គាត់បាទសាធុហើយអរគុណគាត់អរគុណមានអីជូនពរគាត់ទេសាធុហាត់តែតាមជូនពរគាត់ទៅអត់អីទេរស់ទីកើតណាត់បានយូរពេលមែនខាងមកយ៉ាងនេះប្រកាសបាក់បរិគោវាពួកអស់បងណាជំហរទៅមុខមានអីឈប់ទៅមុខចឹងសូមចម្រើនពរដល់ញាតិញោមទាំងអស់ដែលបានឃើញវីដេអូនេះហើយសូមជួយទៅដល់បងស្រីម្នាក់$1 $2 ក្តី$1000 $2000ក្តីតាមរយៈអាត្មាបងខ្ញុំបានម្ចាស់ភេកអាណាចក្រអជ្ជបញ្ញើក្អែក2ដែលពេទ្យគេថាសង្ឃឹម5% មានសតិដូចដើមដូចនេះខ្ញុំដឹងខ្លួនវិញដោយសារតែបុណ្យរៀនធម៌អាសិក្សាធម៌តាមអវាទព្រះពុទ្ធក្រតែទ្រព្យតែមិនក្រសទ្ធាសូមបងប្អូនខ្មែរជនរួមជាតិដែលនៅប្រទេសគេកុំភ្លេចកំណើតដើមជាខ្មែរជួយចូលរួមតាមរយៈខ្ញុំបាទបើកផ្ទះមនុស្សធម៌ជួយជនក្រីក្រទុរគតផងខ្ញុំបាទប្រាក់សុផលសូមយកតម្រាប់តាមព្រះអង្គគ្រូផលធរោផុតភក្តីដែលលោកបានទេសនាផ្ដល់អវាទទូលមានដល់ខ្មែរឲ្យចេះសាងអំពើល្អសិក្សារៀនធម៌អាសិក្ខាវិន័យតាមអវាទព្រះពុទ្ធ